សូមស្វាគមន៍មកកាន់សារ៉ាត់ EDU ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញរបៀបនៃការបង្កើត page ឲ្យបានក្តារកិច្ចការរបស់យើងឲ្យបានត្រឹមត្រូវដើម្បីស្តង់ដារនៃការរៀបចំធ្វើជាសៀវភៅអញ្ចឹងទម្រង់របស់គេការរៀបចំសៀវភៅគេមានទាំង header ហើយនឹងមានទាំង footer ហើយនឹង page ទំព័រអញ្ចឹងការរៀបចំរបស់គេស្អាតអញ្ចឹងដើម្បីយើងទៅរៀបចំឲ្យបានស្អាតហើយយើងទៅរៀនយល់ពីគន្លឹះនៃការបង្កើត page ក្តារកិច្ចការរបស់យើងជាមុនសិនអញ្ចឹងយើងចូលទៅកម្មវិធី Word តែម្ដងនេះគឺជាក្តារកិច្ចការងាររបស់យើងគឺពី page គឺនៅតតែទេអត់បាននៃការកំណត់ទៅលើ header footer ទេអញ្ចឹងយើងដើម្បីយើងកំណត់បានយើងចូលទៅលើកន្លែង insert យកពាក្យថា insert ហើយយើងយកពាក្យថា header អញ្ចឹងកន្លែង header នេះមានន័យថាទម្រង់នៃ header ដែលគេមានស្រាប់យើងមកថាយើងយកទម្រង់មួយណាចុះមួយនេះចុះណាវាចេញទម្រង់ហ្នឹងមកដោយអូតូទេទម្រង់ដែលមានស្រាប់ឲ្យយើងអញ្ចឹងទៅលើ footer យើងចូលឡើងហ្នឹងដូចគ្នាយកពាក្យថា footer យើងយកទម្រង់មួយណាដែលយើងចង់បានទម្រង់មួយនេះអូខេវាចេញមកលក្ខណៈវាចេញមកលក្ខណៈឲ្យ generate យើងឲ្យស្រាប់តែម្ដងអញ្ចឹងដើម្បីយើងធ្វើបែបនេះមានន័យថាបើយើងធ្វើការរៀបចំជាសភៅវាមើលទៅអត់មានភាពតាក់ទាញមើលទៅអត់ស្អាតទេលក្ខណៈបែបសុខស្មារតីអញ្ចឹងកន្លែងហ្នឹងយើងអាចធ្វើជា page សភៅលក្ខណៈបែបធម្មតាបានដើម្បីយើងរៀបចំឲ្យបានស្អាតយើងចូលទៅលុបឡើងនេះចោលវិញអញ្ចឹងរបៀបលុបវិញគឺយើងយកពាក្យថា header remove អញ្ចឹង page របស់យើងគឺបានទៅវិញហើយអញ្ចឹងដើម្បីបង្កើត page ក្តារកិច្ចការងាររបស់យើងមកស្អាតយើងចូលពាក្យថា page number ហើយយកពាក្យថា bottom page មានន័យថាជើងទំព័ររបស់យើងចង់បានទម្រង់មួយណាឥឡូវខ្ញុំមើលសិនខ្ញុំមើលទម្រង់មួយណារៀងស្អាតខ្ញុំយកមួយនេះអូលឿនពេកឥឡូវយកទម្រង់មួយនេះឥឡូវវាបានហើយអញ្ចឹងដើម្បីមានបន្តនៅនេះយើងចូល insert យកពាក្យថា tab យើងយកបន្តនេះមួយមកហើយយើងយកគោអញ្ចឹងដើម្បីយើងចុចឲ្យបន្តរៀងអស់មកត្រង់ស្អាតយើងប្រើចុច shift បញ្ចុះហើយយើងចាប់ទាញណាស្អាតអញ្ចឹងដើម្បីយើង design ស្អាតយើងចូលពាក្យថា shape outline ហើយយើងរើសទំហំរបស់យើងចង់បានកម្រិតក្រាស់បន្តយើងប៉ុណ្ណាយើងចុចឡើងម្ដងទៀតហើយយើងយកពាក្យថា mula ដើម្បីយើងដើរវាចេញជា3ក៏បានណាប្រវាយវាចេញជា2ក៏បានយើងទាញចូលមកក្រោមហើយយើង copy វាមួយទៀត Ctrl C Ctrl V យើងទាញវាដាក់មកក្រោមមួយទៀតចឹង page ទំព័ររបស់យើងស្អាតចឹងយើងមើលមកយើងនឹងខ្វះអីគេមួយទៀតចឹងយើងនឹងខ្វះទៅលើចំណងជើងនៅ header ចឹងយើងប្រើចូល insert យកវាទៅ shape ហើយយើងប្រើទីច្បងមួយដើម្បីទៅ save sorry សាចឹងកន្លែងនេះអត់ទាន់ស្អាតទេអូខេវានៅជាប់អបចឹងរបៀបដប់អបហើយនឹងយើងដាក់ចេញមកវាឃើញនៅតែឃើញ background ទៀតចឹងដើម្បីដប់អបឬគេហៅថា border ជុំវិញហ្នឹងគឺយើងយកពាក្យថា outline no outline នោះគឺបាត់ border បាត់ដែរណាចឹងនៅ background ចឹង background វា poster ចឹងយើងយកពាក្យថា no fill ដែរមកចេះបានទេចឹងគឺស្អាតចឹងកន្លែងហ្នឹងបើថាយើងចង់ដូរ font ដូរអីយើងដូរបានជា select ទៅលើវាយកពាក្យថា holdហើយយើងដូរ font យើងដាក់អីគេ Theme New Roman ណាបើយើងប្រើ font ខ្មែរយើងដាក់ font ខ្មែរអញ្ចឹងឧទាហរណ៍យើងចង់បានcopy មួយទៀតមកទៅលើគេចឹងឡើងនេះយើងវាយ hot copy ក៏បានដែរយើងគ្រាន់តែចូល insert យកពាក្យទីនេះយើងយកមកគូមកទីច្បងយើងសរសេររៀប
ដោយសារៈ edu ជាងឡើយនេះយើងចូលពី save format ហើយយើងយកពី no field សម្រាប់ដោះ background save outline មានថាដោះទៅលើ border ឬប្រអប់ជាងនៃការបង្កើត page กระดาษការងាររបស់យើងនៅក្នុងកម្មវិធី web មានតែប៉ុណ្្នឹងឯងបើមានចម្ងល់អាចចូលទៅ comment បន្ថែមបានអូខេបាទសូមអរគុណកុំភ្លេចជួយ subscribe និងរួចចុចសញ្ញាកណ្ដឹងនឹងទទួលបាននៅវីដេអូថ្មីៗ